ស្លឹកបន្លែក្បែរផ្ទះពីមុខនេះមិនត្រឹមតែអាចជួយទម្លាក់ព្រូនបានទេថែមទាំងអាចធ្វើឲ្យមាន់បងប្អូនឈ្នះជំងឺផ្សេងៗបានថែមទៀតផងបាទជំរាបសួរបងប្អូនរាល់ថ្ងៃនេះគឺយើងចូលដល់រដូវវស្សាហើយបងប្អូនអ្នកចិញ្ចឹមមាន់ច្បាស់ជាកំពុងព្រួយបារម្ភរឿងមាន់បងប្អូនហាងភ្នែកមាន់ដាសាយមាន់សំកុកងាយងាប់មាន់បងប្អូនទុនដៃទុនជើងបាទមិនថាតែបងប្អូនទេសូម្បីតែខ្ញុំដែលជាអ្នកចិញ្ចឹមមាន់លក្ខណៈគ្រួសារតិចតួចហ្នឹងក៏មានការព្រួយបារម្ភអំពីបញ្ហានេះផងដែរបាទដូច្នេះនៅក្នុងថ្ងៃនេះខ្ញុំបានសូមពំនាំនៅវីដេអូទាក់ទងនឹងបទពិសោធន៍របស់ខ្ញុំផ្ទាល់បាទមកចែករំលែកដល់បងប្អូនទាំងអស់គ្នាអំពីវិធីសាស្ត្របែបណាដែលខ្ញុំកំពុងអនុវត្តរាល់ថ្ងៃហ្នឹងចំពោះមាន់ដែលខ្ញុំកំពុងចិញ្ចឹមនារដូវវស្សានេះបាទជាក់ស្ដែងនេះគឺខ្ញុំកំពុងអនុវត្តរាល់ថ្ងៃហ្នឹងគឺខ្ញុំយកបន្លែពីរមុខដែលមាននៅក្បែរផ្ទះខ្ញុំបានហ្នឹងគឺមានស្លឹកម្រុំហើយនិងស្លឹកស្ដៅគឺខ្ញុំយកបន្លែពីរមុខនេះមកបុកពូតយកទឹកសម្រាប់ឲ្យមាន់ខ្ញុំផឹកចំនួន3ថ្ងៃហើយពេលដែលល្អបំផុតហ្នឹងគឺខ្ញុំឲ្យវាផឹកនៅពេលព្រឹកវិធីធ្វើនោះគឺងាយស្រួលទេគឺបងប្អូនគ្រាន់តែបេះស្លឹកស្ដៅហើយនិងស្លឹកម្រុំមកហើយបងប្អូនប្រឡេះយកស្លឹកវាហ្នឹងឲ្យស្អាតមកបងប្អូនលាងទឹកឲ្យស្អាតហើយបងប្អូនយកទៅបុកឲ្យម៉ត់ល្អមកបន្ទាប់ពីបងប្អូនបុកម៉ត់ល្អហើយបងប្អូនយកទឹកស្អាតយើងហ្នឹងយកទៅចាក់ចូលនៅក្នុងល្បាយដែលបងប្អូនបុកម៉ត់ហ្នឹងហើយបងប្អូនកូរវាឲ្យម៉ត់បន្ថែមទៀតបន្ទាប់ពីយើងកូរឲ្យម៉ត់រួចហើយបងប្អូនគ្រាន់តែច្បាច់អាល្បាយទឹកខាប់ថលពណ៌ខៀវពណ៌បៃតងហ្នឹងបងប្អូនច្បាច់ឲ្យច្រោះវាយកតែទឹកសុទ្ធកុំឲ្យជាប់កាហើយបងប្អូនធ្វើបែបហ្នឹងមកបងប្អូនច្រោះវាទុកបានហ្នឹងគឺរយៈពេលតែត្រឹម24ម៉ោងទេអញ្ចឹងហើយខ្ញុំបានធ្វើវិធីនេះគឺឃើញថាលទ្ធផលមាន់ខ្ញុំក្នុងការចិញ្ចឹម2ឆ្នាំនេះក្នុងរដូវវស្សាគឺមិនឃើញមានមាន់ឈឺដោយសារជំងឺផ្ដាសាយឬក៏ទុនដៃទុនជើងទេមានតែគ្រាន់ថាជាលក្ខណៈតិចតួចមួយក្បាលពីរក្បាលដែលវាអន់តែប៉ុណ្្នឹងឲ្យវាច្រើនលើសលប់អីវាអត់ដែលជួបប្រទះទេបាទបន្ទាប់ពីបងប្អូនបុកលាយក្នុងល្បាយនឹងម៉ត់អស់ហើយបងប្អូនគ្រាន់តែយកទៅដាក់លាយជាមួយទឹកទៅក្នុងបរិមាណក្នុងការលាយជាមួយទឹកនោះគឺថ្នាំ100មីលីលីត្របងប្អូនអាចលាយជាមួយនឹងទឹកស្អាតចំនួន10លីត្រជាក់ស្ដែងខ្ញុំប្រើកាតូដាក់ទឹកមាន់ហ្នឹងអាកាតូខ្ញុំហ្នឹងគឺខ្នាត5លីត្រអញ្ចឹងខ្ញុំលាយទៅហើយខ្ញុំដាក់ឲ្យមាន់ខ្ញុំផឹកហើយក្នុងការដាក់នោះគឺខ្ញុំដាក់នៅក្នុងពេលល្ងាចឬក៏ពេលព្រឹកតែបើពេលល្អគឺខ្ញុំប្រើនៅពេលព្រឹកបាទបងប្អូនឃើញជាក់ស្ដែងហើយគ្រាន់តែខ្ញុំលាយហើយខ្ញុំយកដាក់ឲ្យមាន់ខ្ញុំវារត់ស្ដាងមកផឹកហើយសូម្បីតែកូនមាន់តូចៗហ្នឹងក៏វាផឹកដែរហើយចំពោះកាកដែលនៅសល់ហ្នឹងគឺបងប្អូនកុំចោលគឺយើងយកវាទៅលាយជាមួយចំណីយើងហ្នឹងបាទលាយជាមួយចំណីដែលយើងដាក់ឲ្យវាស៊ីហ្នឹងលាយឲ្យវាល្បាយចូលគ្នាសព្វសាច់មកហើយកុំលាយឲ្យវាសាំងពេកបងប្អូនលាយមកល្មមសម្រាប់មាន់ទាយើងកុំឲ្យរាវពេកកុំឲ្យសោះពេកគឺស្ងួតមកល្មមមានសំណើមតិចលាយបានប៉ុណ្្នឹងហើយគឺយកទៅឲ្យមាន់ស៊ីទៅគឺមាន់ស៊ីមិនសល់ទេបងប្អូនជាក់ស្ដែងមាន់ខ្ញុំលាយហើយខ្ញុំដំបូងគិតថាស្លឹកស្ដៅហ្នឹងវាល្វីងប៉ុន្តែនៅពេលដែលជាក់ស្ដែងខ្ញុំលាយហ្នឹងគឺសូម្បីតែឆ្កែខ្ញុំហ្នឹងមាន់ទាទាំងតូចទាំងធំហ្នឹងគឺវាត្បុលក្បាលគ្នាចូលទៅស៊ីតែម្ដងបងប្អូនឃើញជាក់ស្ដែងក្នុងវីដេអូហ្នឹងហើយស៊ីឡើងស្អាតស្នុកបងប្អូនមិនមែនចាក់ចោលទេណាគឺស៊ីរើសឡើងស្អាតស្នូកហ្មងសូម្បីតែស្លឹកស្ដៅស្លឹករុំដែលខ្ញុំបុកម៉ត់ហ្នឹងក៏វាស៊ីដែរជាពិសេសទាហ្នឹងហ្មងតែសារតែខ្ញុំអត់បានរំលែកមាន់និងទាដាច់ដライពីគ្នាទេខ្ញុំចិញ្ចឹមចូលគ្នាតែម្ដងហើយក្នុងការចិញ្ចឹមហ្នឹងគឺ2-3ឆ្នាំនេះគឺអត់មានតន់ផ្ទុះជំងឺទេហើយខ្ញុំអនាម័យណាស់ជាពិសេសស្នូកដែលវាស៊ីហ្នឹងគឺក្នុងមួយពេលគឺខ្ញុំលាងសម្អាតម្ដងក្នុងមួយពេលគឺខ្ញុំសម្អាតឲ្យស្អាតម្ដងអត់មានទុកឲ្យកាន់ដីកាន់ស្នឹមកាន់ស្លែកាន់អីធ្វើឲ្យស្នូកហ្នឹងក៏ខិចទេបងប្អូនបាទវីដេអូក្នុងថ្ងៃនេះគឺមានតែប៉ុណ្្នឹងទេបងប្អូនបើមានចម្ងល់អីផ្សេងទៀតបងប្អូនអាចខមមិនសួរនៅខាងក្រោមវីដេអូបានបើបងប្អូនចូលចិត្តវីដេអូបែបនេះសូមជួយចុច like ជួយចុច share subscribe ដាក់សញ្ញាកណ្ដឹងឲ្យ channel ខ្ញុំមួយបានផងបាទអរគុណ